បាទសម្រាប់បងដែលបាន check in ឬភាសាខ្មែរថាចុះឈ្មោះបាទក្នុងការហោះហើរមិនថាក្រៅស្រុកឬក្នុងស្រុករួចហើយអញ្ចឹងបងប្អូនត្រូវធ្វើដំណើរមករកកន្លែងដែលភាសាខ្មែររបស់យើងគេហៅថាទ្វារឬក៏ច្រកឡើងយន្តហោះបាទសម្រាប់ភាសាអង់គ្លេសគេហៅថា gate បាទដូចជាឧទាហរណ៍ថាច្រកទ្វារ A31 ឬក៏ gate A31 នឹងទៅបាទមិនថា A31 ឬ A32 A33 A22 A23 ទេបងប្អូនគាត់តែបងប្អូនដើរមកដល់ gate ហ្នឹងហើយបងប្អូនត្រូវចុះទៅក្រោមតាមលក្ខណៈមួយដូចជាដើរមាន2ប្រភេទបងប្អូនអាចដើរតាមប្រភេទបើសិនជាមាន Valio យើងដើរតាមនឹងបានចុះទៅក្រោមទៅបានដល់ដូចគ្នាទេបាទមួយទៀតបើសិនជាបងចង់រៀងលឿនអាចចុះតាមចន្ទើនេះបើសិនជាយើងអត់មានអ្វីជា Valio ធ្ងន់អាចចុះតាមចន្ទើនេះទៅក្រោមបានបាទហើយនៅក្នុងសមុទ្រ A31 នៅក្នុងសមុទ្ររបស់យើងវាមានដូចជាខ្លះមាន A31B A31C អីចឹងណាបងប្អូនអញ្ចឹងនៅ log ខាងក្រោមហ្នឹងគឺជាកន្លែងដែលយើងអាចអង្គុយរងចាំដើម្បីគេត្រួតពិនិត្យបាទជាមួយនឹងការឡើងយន្តហោះម្ដងទៀតបាទសម្រាប់ភ្ញៀវទាំងអស់បាទដែលមានសម្បត្តិនឹងហើយបើសិនជាបាត់ដល់ម៉ោងដែលយើងត្រូវចេញដំណើរហើយអត់គ្រប់ចំនួនមនុស្សបាទអញ្ចឹងបាទភ្នាក់ងារក្រុមការងារគេនឹងប្រកាសហៅអញ្ចឹងសម្រាប់បងដែលធ្វើដំណើរ shopping អីអាច